ហេតុអ្វីបានជាពីមុនស្រីទៅដណ្ដឹងប្រុសឥឡូវប្រុសមកដណ្ដឹងស្រីតើអ្នកនរគ្នាដឹងទេអរម្នេះតិចចាំខ្ញុំប្រាប់ចុច like និង subscribe បើសិនជាចង់ឲ្យបរិះអ្នកនេះបាត់ចេញពីអេក្រង់ខ្ញុំនឹងមានកាដូឲ្យអ្នកនេះណាតោះយើងកុំនៅនិយាយលេងចូលទៅស្ដាប់រឿងទាំងអស់គ្នាកាលពីព្រេងនាយមានស្ដេចស្រីមួយអង្គព្រះនាមស្រីអាយុជាវិជ្ជកាលស្ដេចអង្គនេះពួកស្រីត្រូវទៅដណ្ដឹងប្រុសធ្វើជាប្តីស្រីមានរូបឆោមពុំស្អាតពិបាករកប្តីណាស់ព្រោះពួកប្រុសពុំយកធ្វើជាប្រពន្ធលុះមកដល់រាជស្ដេចក្រោយពួកស្រីមានគំនិតរើបបំរាស់ពីប្រពៃណីស្រីដណ្ដឹងប្រុសពួកស្រីបានជំនុំគ្នាដើម្បីរកវិធីដោះស្រាយពួកយើងជាស្រីយើងដណ្ដឹងប្រុសដូចជាមិនសមសោះយើងគួរតែបបួលប្រុសភ្នាល់គ្នាដោយលើកដីពូនជាភ្នំបើពួកស្រីឈ្នះឲ្យពួកប្រុសមកដណ្ដឹងស្រីវិញដងគិតហើយពួកស្រីក៏ទៅនិយាយបបួលពួកប្រុសភ្នាល់យើងភ្នាល់គ្នាពូនភ្នំដោយលើកដីពូនតាំងពីប្រលប់រហូតដល់កាយរាជសឹមយើងឈប់ពួកប្រុសក៏យល់ព្រមតាមខសន្យានេះទាំងខាងស្រីទាំងខាងប្រុសក៏ចាត់មេកំណែនឲ្យដើរកែនគ្រប់ចំនួនខាងប្រុសនិងខាងស្រីរួចរែកទួលតាមសមត្ថភាពរៀងខ្លួនលុះធ្វើការបានប្រហែលជា4 ឬ 5 ម៉ោងពួកស្រីមានឧបាយកលក៏នាំគ្នាបង្ហូតគោមមួយយ៉ាងខ្ពស់នៅជ្រុងឦសានភ្នំពួកប្រុសមើលទៅលើមេឃគោមស្រីបង្ហូតស្មានថាកាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការនាំគ្នានិទ្រាលក់គ្មានសល់ម្នាក់ឯពួកស្រីក៏នាំគ្នាលើកដីពូនភ្នំដរាបដល់កាយព្រឹកមែនតែនរះទៅឈប់លុះដល់មន់រងាវពួកប្រុសភ្ញាក់ឡើងស្រាប់តែឃើញកាយព្រឹកមែនតែនទៅនឹងរះពួកប្រុសលួនមាត់យើងទាំងអស់គ្នាខុសហើយកាយព្រឹកមែនតែនទៅតែរះសោះពួកប្រុសនាំគ្នាក្រឡេកទៅមើលភ្នំពួកស្រីមានទំហំធំហើយខ្ពស់ជាងភ្នំរបស់ខ្លួនក៏មានសេចក្តីអៀនអន់ក្នុងចិត្តព្រោះចាញ់កលស្រីតាំងពីពេលនោះមកពួកប្រុសក៏ទៅដណ្ដឹងស្រីធ្វើជាភរិយារហូតដល់សប្តាហ៍ថ្ងៃប៉ុន្តែតើបងប្អូនដឹងហើយឬនៅហេតុអ្វីបានជាពីមុនស្រីមកដណ្ដឹងប្រុសហើយហេតុអ្វីបានជាប្រុសមកដណ្ដឹងស្រីវិញជាទីបញ្ចប់ខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំវីដេអូក្រោយពីខ្ញុំបាទរាយុខេងសូមអរគុណនិងសូមជម្រាបលាដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី 6សូមអរគុណនិងសូមជម្រាបលា